ចាជំរាបសួរអ៊ំពូមីងលោកយាយលោកតាទាំងអស់គ្នាថ្ងៃនេះសាលាអូនចេណាបានធ្វើសង្ក្រាន្តឆ្នាំថ្មីហើយក៏មានពិធីសូត្រមន្តជាមួយនឹងការរាប់បាតជាមួយនឹងព្រះសង្ឃចំនួន2អង្គផងដែរឥឡូវអូនចេណាកំពុងតែឈរចាំរាប់បាតជាមួយនឹងព្រះសង្ឃបងហើយជាព្រះសង្ឃដល់ហើយនៅអសវធម៌មិនមានគឺថាអនុមោទនាពិធីរាប់បាតព្រះសង្ឃសូមអនុមោទនាចាឥឡូវបន្ទាប់ពីរាប់បាតជាមួយនឹងព្រះសង្ឃហើយអ្នកគ្រូក៏បានឲ្យកូនជូនផ្កាដល់អ្នកមានគុណចាឥឡូវនេះក៏ដល់ពេលអូនណានាយកផ្កាយកមកជូនដល់អ្នកម៉ាក់ហើយអារម្មណ៍ខ្ញុំពេលហ្នឹងក៏ពិតជារំភើបមែនតើហើយក៏សូមជូនពរកូនម៉ាក់សុខភាពល្អអាយុវែងឆ្លាតជោគជ័យអនាគតភ្លឺថ្លាចាបន្ទាប់ពីកូនជូនផ្កាដល់អ្នកមានគុណរួចឥឡូវហ្នឹងគឺដល់វគ្គរាំលេងសប្បាយជាមួយនឹងបទប្រពៃណីខ្មែរយើងហើយមានដូចជារាំពងសារបាត់អីចឹងទៅហើយក្នុងនោះដែរក៏មានអូនចេណាចាដែលបានរាំលេងជាមួយនឹងបងផងដែរទើបតែហាត់រៀនដែរទេប៉ុន្តែឥឡូវហ្នឹងមើលណោះអាចយកជាការបានទេតើអ៊ំពូមីងលោកយាយលោកតាចាសូមអ៊ំពូមីងលោកយាយលោកតាមកទស្សនាការរាំលេងរបស់អូនចេណាជាមួយនឹងបទចម្រៀងបន្តដូចតទៅការរាំបទប្រពៃណីខ្មែរយើងរួចរាល់ហើយឥឡូវហ្នឹងគឺដល់វគ្គចាលេងល្បែងប្រជាប្រិយម្ដងឥឡូវអ្នកគ្រូចាប់ផ្ដើមឲ្យកូនលេងបំបែកក្អមចាឥឡូវអូនចេណាមិនបងអង្គយូរទេក៏បានសុំអ្នកគ្រូចូលរួមលេងបាយក្អមជាមួយនឹងបងដែរចាំមើលថាអូនណាណាហ្នឹងគាត់បាយក្អមបាយដែរអត់ឥឡូវហ្នឹងកំពុងតែចងកម៉ាហើយដើររៀងរកក្អមហើយអូនចេណាតិចដើរផុតក្អមទៅដឹងនេះអូយផុតក្អមបាត់ហើយអូនចេណាអើយផុតក្អមហើយអត់មានលេងខូចទេចាគឺយកអូនទាញកម៉ាអ៊ុតមើលមែនអ្នកគ្រូឡៃតើមើលបងដោយសារតើវាយម្ដង2នាក់ចាទៅចាប់ហើយដោយសារតើកូនសិនគឺច្រើនហើយឥឡូវនេះអូនចាណាតាត់ដើមត្រៀមហើយហ៎1 2 3អូចាកំតាន់អានអ្នកគ្រូកំពុងតែប្រាប់ថាឲ្យលើកដំបងឲ្យខ្ពស់វាយចាអូវាយអត់ត្រូវទេអូនណាណាអើយឥឡូវព្យាយាមម្ដងទៀតអូនណាណាចាប់ផ្ដើមចាអូនណាណាត្រៀមលើកឲ្យខ្ពស់អូយវាយអត់ត្រូវសោះចឹងអូនណាណានេះហើយអ្នកគ្រូបង្ហាញម្ដងទៀតលើកឲ្យខ្ពស់កូន1 2 3អូយវាយត្រូវក្អមប៉ុន្តែវាយតិចពេកអញ្ចឹងទៅក្អមអត់បែកទេចាឥឡូវម្ដងទៀតណារបូតកសែងរបូតកម៉ាអស់ហើយអូនណាណាអ្នកគ្រូចាប់ដើមចងម្ដងទៀតហើយ1តំតែរាប់បាន1វាយទៀតអូយត្រូវអូយត្រូវក្អមតែអត់បែកអញ្ចឹងអូនណាណាចាធ្វើកម្លាំងពេកអូផ្លេចដោយសារតតាំងពីព្រឹកមកអត់ទាន់បានញ៉ាំអីហ៎អញ្ចឹងទៅដូចជាខ្សោយ power ចាព្យាយាមម្ដងទៀតត្រៀមអូអត់កើតទេវាយត្រូវក្អមអត់បែកឥឡូវតអ្នកគ្រូជួយយេបែកហើយចាឥឡូវនេះអូនចេណាវាយក្អមបែកហើយចាឥឡូវមកសូមស្ដាប់ចំណាប់អារម្មណ៍ជាមួយនឹងការវាយបែកក្អមរបស់អូនណាចាវាយបានជោគជ័យណាហើយ
ហើយវីដេអូនេះដែរក៏សូមជូនពរដល់អ្នកគ្រូដែលនៅសាលាមត្តេយ្យធនធានស្រុកកំពង់តាឡាជាពិសេសអ្នកគ្រូឈឿងចាន់នីចាដែលបានខិតខំបង្រៀនដល់អូនចេណាអរគុណច្រើនអ្នកគ្រូជូនពរអ្នកគ្រូសុខភាពល្អសំណាងល្អ